งគ្នាពួកខ្ញុំមកពីសាលាបឋមសិក្សាចម្បងហេតុហើយក្រុមរបស់ពួកខ្ញុំមានឈ្មោះថា Digital ចម្បងហេតុនឹងមកទាំងអស់គ្នាខ្ញុំឈ្មោះថាផៃសុលីអាយុ12ឆ្នាំរៀននៅថ្នាក់ទី6ខនៅសាលាបឋមសិក្សាចម្បងហេតុនឹងមកទាំងអស់គ្នាខ្ញុំឈ្មោះសបាមារៀននៅថ្នាក់ទី6កនៅសាលាបឋមសិក្សាចម្បងហេតុជំរាបសួរអ្នកគ្រូលោកគ្រូរបស់ទាំងអស់គ្នាខ្ញុំឈ្មោះលៀងសួរអាយុ12ឆ្នាំនៅថ្នាក់ទី6ខនៅសាលាបឋមសិក្សាចម្បងហេតុជំរាបសួរអ្នកគ្រូលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសឿវិសាមានអាយុ12ឆ្នាំនៅខ្ញុំរៀននៅថ្នាក់ទី6កនៅសាលាបឋមសិក្សាចម្បងហេតុជំរាបសួរអ្នកគ្រូលោកគ្រូខ្ញុំឈ្មោះទៀនអ៊ីអាយុ12ឆ្នាំថ្នាក់ទី6ខនៅសាលាបឋមសិក្សាចម្បងហេតុពួកយើងរៀនអំពីស្កាយគម្រោងឈ្មោះសាលាបឋមសិក្សាចម្បងហេតុពួកយើងមានក្រុមឈ្មោះ Digital ចម្បងហេតុគម្រោងរបស់ពួកយើងដើម្បីឲ្យស្គាល់អំពីសាលារបស់ពួកយើងស្វែងរកសកម្មភាពរៀននៅក្នុងសាលាពីការអភិវឌ្ឍថ្មីៗនៅក្នុងសាលាដោះស្រាយបញ្ហាងាយស្រួលក្នុងការស្វែងរកទីតាំងសាលានិងអាចស្វែងរកលើកម្មវិធី Scratch ពួកយើងនឹងឃើញផែនទីដែលពួកយើងបានធ្វើសាលារបស់ខ្ញុំស្ថិតនៅក្នុងខេត្តសៀមរាបនេះគឺជាប៊ូតុងទៅមុខហើយក្រោយខាងមុខយើងនឹងឃើញសកម្មភាពរបស់សិស្សនៅពេលនេះគឺជាសកម្មភាពនៅពេលព្រឹកដែលសិស្សានុសិស្សទាំងអស់គោរពទង់ជាតិនៅម៉ោង 6:40 នាទីភាពដែលសិស្សានុសិស្សគោរពជាសាសនារៀនរាល់ថ្ងៃសិលនេះគឺជាសកម្មភាពរបស់លោកគ្រូអ្នកគ្រូដែលពង្រឹងវិន័យសីលធម៌និងឥរិយាបថដល់សិស្សានុសិស្សទាំងអស់រៀបពីកម្មការសោកការសោកនេះគឺជាក្រុមវាយភ្លេងនៅសាលាបឋមសិក្សាចម្បងហេតុហើយនៅរបស់សាលារបស់យើងពីតាំងពីថ្នាក់ទី3ដល់ថ្នាក់ទី6ហើយសាលារបស់យើងក៏មានដំណាំធម្មជាតិដូចជាការ៉ាវេនិងនំម្ទេសនិងជីឡឡាច់ប្រពន្ធជាដើមសាលារបស់យើងក៏មានថ្នាក់ Digital កុំព្យូទ័រថ្នាក់ទី4ដល់ថ្នាក់ទី6នេះគឺជាសកម្មភាពសិក្សារៀនក្រៅថ្នាក់នេះជាសកម្មភាពដែលសិស្សរៀនការកន្ទេលក្នុងបំផុតយើងបានធ្វើ